រៀនធ្វើនំសណ្តែកស្រួយឆ្ងាញ់ញ៉ាំនៅផ្ទះខ្លួនឯងបានដោយងាយគ្រឿងផ្សំរួមមានសណ្តែកស្លឹកខ្ទឹមពេកួកម្សៅហើយនឹងបើយើងចង់ដាក់សណ្តែកបដោះក៏បានដែរស្រេចតាមចំណង់ចំណូលចិត្តរៀងខ្លួនក៏ប៉ុន្តែខ្ញុំដាក់តែប៉ុណ្្នឹងមុខនឹងឯងហើយនឹងបបរយកទៅកិនហើយយើងដាក់គ្រឿងក្រៅទាំងអស់នឹងចូលទៅក្នុងចានដែកមួយឲ្យធំទៅហើយយើងចាក់ចូលគ្នាច្បល់ទាំងអស់ទៅពេកួខ្ទឹមបារាំងស្អីនឹងសណ្តែកបដោះស្លឹកខ្ទឹមអីនឹងដាក់ចូលច្បល់ចូលគ្នាហើយថែមគ្រឿងផ្សំបន្ទាប់ផ្សំអំបិលស្ករប៊ីចេងម្សៅស៊ុបហើយខ្ញុំដាក់ទឹកស៊ីអ៊ីវទៅឲ្យរឹតតែឈ្ងុយឆ្ងាញ់ជាពិសេសម្សៅខ្ទឹមហើយនឹងខ្ទឹមច្រាមដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងមុខនឹងឯងខ្ញុំអត់ចូលចិត្តដាក់សាច់ជ្រូកច្រាមអត់ចូលចិត្តដាក់ផ្កាចូលចិត្តរបៀបដូចរសជាតិកាលពីញ៉ាំនៅក្មេងនៅទូចនៅស្រុកខ្មែរហើយវិធីចាក់ងាយស្រួលទេខ្ញុំមានសម្រាប់ពុំសម្រាប់ចាក់នឹង2ពុំនឹងយូរហើយទិញជាង10ឆ្នាំហើយខ្ញុំចាក់ជាមួយនឹងពុំនឹងតែពុំនឹងពីដំបូងយើងត្រូវយកត្រាំជាមួយនឹងខ្លាញ់ឲ្យវាកុំឲ្យវាជាប់ណាហើយខ្ញុំក៏ចាប់ផ្ដើមនឹកឃើញធ្វើវិធីមួយទៀតគឺយកអាម្សៅនឹងយកដាក់ទៅចំហុយនៅក្នុងឡាំងសឹងជាមួយនឹងស៊ីលីកូនឲ្យចេញពុំទូទៅទុកសម្រាប់ថ្ងៃក្រោយយើងចង់ញ៉ាំយើងយកអានឹងយកមកដាក់ចៀនញ៉ាំក៏បានដែរស្រួយក្រៅទន់ក្នុងការធ្វើម៉េះធ្វើស្មានហ្នឹងណាបងប្អូនខ្ញុំដាក់ម្សៅដាក់គ្រឿងស្មានទាំងអស់អត់មានវល់ទេអូយបកែលេខ1ងាញ់ហ្មងបងប្អូនមិត្តភ័ក្តិណាដែលចង់ញ៉ាំនំសណ្តែកហើយយើងអត់មានពុំសម្រាប់ចាក់ដែកនឹងទេយើងគ្រាន់តែយកនំសណ្តែកនឹងទៅចំហុយទៅហើយចាំយកមកចាក់ទៅក៏បានដែរមិនបាច់ចាំនេះទេមិនបាច់ចាំមានអាពុំនឹងទេឥឡូវគេមានវិធីនឹងស្រួលតាម្យ៉ាងអត់ពិបាកចង់ញ៉ាំអីស្រួលធ្វើខ្លួនឯងងាយអញ្ចឹងហ្មងបាច់ចាំពិបាកទៅរកអាពុំដែកនឹងទេហើយខ្ញុំសាឲ្យស្រួយឆ្ងាញ់ដូចគ្នាហើយបានរៀងស្អាតខ្ជូតទៀតមានរៀងបេះដូងមានរៀងផ្កាយមានរៀងមូលអីអញ្ចឹងទៅមើលទៅខ្ជូតម្យ៉ាងដែរតាបើយើងចង់បាននំសណ្តែកទូចយើងចាក់វាបន្តិចទៅបើយើងចង់បាននំសណ្តែកធំយើងចាក់ពេញទៅតែភាគច្រើនខ្ញុំចាក់ទូចព្រោះអីចូលចិត្តនំសណ្តែកឲ្យស្រួយតែតាមធម្មតាខ្ញុំចាក់ទូចទេព្រោះខ្ញុំចូលចិត្តនំសណ្តែកស្រួយខ្ញុំអត់ចូលចិត្តអានំសណ្តែកធំសិតតែម្សៅទេហើយនំសណ្តែកខ្ញុំចាក់តាលើកណាក៏ដូចលើកណាដែរបានស្រួយឆ្ងាញ់ណាហើយរសជាតិត្រូវតាមមាត់ខ្ញុំហ្មងបើបងប្អូនចង់បានធ្វើឆ្ងាញ់សាក់ធ្វើវិធីដូចខ្ញុំងាយស្រួលហើយឃើញរូបរាងនំសណ្តែកដែលយើងចាក់ទៅក្នុងស៊ីលីកូនយកទៅចំហុយហ្នឹងរូបរាងស្អាតអញ្ចឹងខ្ជូតអានេះធ្វើឲ្យកូនណាចូលចិត្តញ៉ាំហ្នឹងញ៉ាំទៅគេឃើញបានរូបរាងស្អាតអញ្ចឹងទៀតសម្រាប់ពួកយើងនៅស្រុកគេឆ្ងាយអត់សូវមានរបស់របរលក់អាគ្រឿងញ៉ាំលក់អញ្ចឹងមានតែឆ្លៀតធ្វើខ្លួនឯងចង់ញ៉ាំត្រូវតែចេះធ្វើខ្លួនឯងឆែកមើល YouTube ឆែកមើលវិធីធ្វើផកគេទៅអូខេអរគុណច្រើនដែលបានតាមដានវីដេអូខ្ញុំតាំងពីដើមដល់ចប់ជម្រាបលាបាយជួបខ្ញុំនៅវីដេអូក្រោយទៀត